មនុស្សយើងត្រូវតែមានភាពអត់ធ្មត់ចាបងប្អូនអស់គ្នានាងខ្ញុំមកចែកម្លែកនៅពេលដែលអ្នកជាមនុស្សដែលត្រូវប្រឹងប្រែងដោយខ្លួនឯងទឹកគ្រប់ដំណក់ដោយកម្លាំងញើសឈាមរបស់អ្នកនឹងចាប់ផ្ដើមយល់ថាអ្វីទាំងអស់គឺមិនមែនបានដោយងាយស្រួលឡើយមួយដំណក់នៃទឹកមិនមែនត្រឹមតែជាទឹកទេប៉ុន្តែវាជាតម្លៃនៃការខិតខំការអត់ធ្មត់និងការទទួលខុសត្រូវហើយនៅពេលដែលអ្នកបានឆ្លងកាត់ការលំបាកដោយខ្លួនឯងអ្នកនឹងមិនងាយមើលរំលងអ្វីទូចទៀតទេព្រោះអ្នកបានដឹងថាតម្លៃពិតប្រាកដនៃជីវិតស្ថិតនៅក្នុងអ្វីដែលអ្នកខិតខំរកបានដោយខ្លួនឯងដូចជាកូនដែលនៅចាយលុយឪពុកម្ដាយមិនដឹងថាលុយដែលរកបាននោះបានដោយលំបាកនោះទេកុំតែងតែទៀមទានៅអ្វីដែលហួសពីសមត្ថភាពឪពុកម្ដាយហើយឃើញកូនគេមានខ្លួនឯងក៏ចង់បានអ្វីគ្រប់ពេលកូនត្រូវខំរៀនសូត្រដើម្បីយកចំណេះដឹងទៅរកលុយហើយទិញរបស់ដែលខ្លួនចង់បាននោះទើបមានតម្លៃពិតប្រាកដ